ឡប់មកកាជាថ្មីរឿងដំបូងគឺច្របាច់គនាខ្មៅចោលពេលដែលគ្រប់គ្នាគិតថាខ្ញុំឈួតប៉ុន្តែមានតែខ្ញុំទេដែលដឹងថាវាលើទឹកដីនេះក្នុងពេលឆាប់វានឹងហែកកិច្ចសន្យាចោលបំផ្លាញបេះដូងរបស់ខ្ញុំព្រមទាំងខ្វេសយកក្របភ្នែកដើម្បីតែយកចិត្តប្អូនប្រុសរួមគ្រូថែមទាំងដណ្ដើមតំណែងមេបទាបផងខ្លាយជាសិល្បករទេពកោសល្បីល្បាញបំផុតតាវលីរបស់ខ្ញុំបានបោះខ្ញុំចូលក្នុងរណ្ដៅផ្សិតដ៏ជ្រៅទុកឲ្យស្លាប់តែម្នាក់ឯងរហូតដល់ត្រូវបេសាច់បឺតសាច់ឈាមអស់ពីខ្លួនខ្ញុំមិនយល់ថាហេតុអ្វីសត្វដែលខ្ញុំចិញ្ចឹមបែរជាទទួលស្គាល់ប្អូនប្រុសជាម្ចាស់ហេតុអ្វីតាវលីដែលធំធាត់ជាមួយគ្នាបែរក្បត់ខ្ញុំបើកភ្នែកឡើងវិញខ្ញុំត្រឡប់មកថ្ងៃចុះកិច្ចសន្យាសត្វទិព្វវិញពេលនេះកំពុងតែប្រញាប់ប្រញ័រដេញដល់ខ្ញុំរកបានសត្វវិញ្ញាណឈាមបរិសុទ្ធជាច្រើនឲ្យអ្នកក្នុងនោះមានពស់ខ្មៅឈាមបុរាណដ៏ល្បីល្បាញបំផុតប្រញាប់ចុះកិច្ចសន្យាជាមួយវាទៅប៉ុន្តែការត្រូវពួកបិសាចហែកស៊ីសាច់ស្លាប់ទាំងវេទនាបំផុតនោះការឈឺចាប់ហាក់នៅដកជាប់ក្នុងព្រលឹងខ្ញុំលើកដៃទាំងពីរឡើងទាំងញាប់ញ័រឃើញថាពួកវានៅតែល្អឥតខ្ចោះដូចដើមទើបដឹងថាខ្លួនឯងបានកើតជាថ្មីហើយខ្ញុំខំប្រឹងទប់អារម្មណ៍យ៉ាងខ្លាំងឃើញខ្ញុំស្ងាត់គេក៏និយាយថាប្រើក្បួនមរតករបស់ឪពុកឯងដើម្បីចិញ្ចឹមពស់ខ្មៅនេះទៅញោឈាមជ័រនាគខ្មៅបុរាណរបស់វាដល់ពេលនោះគ្មានអ្នកណាហ៊ានមើលងាយទេរឿងរ៉ាវជាតិមុនបក់ក្នុងខួរក្បាលខ្ញុំសម្លឹងមើលគូដណ្ដឹងដែលសម្លាប់ខ្ញុំហើយសាកល្បងសួរដោយស្ងប់ស្ងាត់ថាខ្ញុំមិនបាច់ដណ្ដើមសัตว์ជាមួយសិស្សប្អូនទេពស់ខ្មៅនេះទុកឲ្យសិស្សប្អូនឯងទៅគេឯណាអាចប្រៀបជាមួយឯងបានមួយថ្ងៃគិតតែស៊ីផឹកសប្បាយបានចុះកិច្ចសន្យាជាមួយជ្រូកព្រៃក៏ល្អហើយទោះបីអាកប្បកិរិយាគេមើលទៅធម្មតាប៉ុន្តែមេរៀនឈឺចាប់កាលពីជាតិមុនធ្វើឲ្យខ្ញុំលែងជឿជាក់លើគេទៀតហើយគេជាក្មេងកំព្រាដែលឪពុកខ្ញុំរើសមកធំដឹងក្តីក្នុងនិកាយតាំងពីតូចជាមិត្តជិតស្និទ្ធតាំងពីក្មេងជាមួយខ្ញុំមិនយល់ថាហេតុអ្វីគេចង់សម្លាប់ខ្ញុំឥឡូវបានរស់ឡើងវិញម្ដងទៀតខ្ញុំនឹងស្វែងរកការពិតឲ្យឃើញតែមិនចង់ដើរផ្លូវចាស់បំរើអ្នកដទៃទេខ្ញុំសម្លឹងមើលការផ្លាស់ប្ដូរនៅចំពោះមុខពស់ខ្មៅដែលចិត្តคล้ายជានាគខ្មៅខ្ញុំលើកដៃដកយកឈាមទឹកចេញវិញពស់ខ្មៅស្រែកធ្ងោយ៉ាងស្អកស្អាតស្នែងនាគដែលទើបដុះក៏ជ្រុះចេញការផ្លាស់ប្ដូរត្រូវបញ្ឈប់ភ្លាមរបួសធ្ងន់คล้ายជាពស់ងាប់មួយក្បាលលីវរូយៀនឃើញបែបនេះក៏ប្រែពណ៌មុខសួរមកកាន់ខ្ញុំដោយសំឡេងខ្លាំងពស់ខ្មៅដែលខ្ញុំពិបាករកណាស់ហេតុអ្វីអ្នកសម្លាប់វាការប្រកួតធំចិត្តមកដល់ហើយបើគ្មានសត្វកិច្ចសន្យាទេក្នុងនាមជាសិស្សបាក់បញ្ជាសត្វគឺដូចជាគ្មានអាវុធទិព្វអញ្ចឹងតើអ្នកយកអ្វីទៅឈ្នះការប្រកួតដើម្បីគ្រងតំណែងមេបកខ្ញុំលែងចង់បំរើហៅទិព្វទៀតហើយយ៉ាងណាក៏ពួកចាស់ទុំមិនពេញចិត្តខ្ញុំដែរអ្នកណាខ្លាំងចង់ធ្វើមេបកក៏ធ្វើទៅទឹកមុខលីវរូយៀនប្រែប្រួលខ្លាំងពិតជាគ្មានការតស៊ូសោះតើអ្នកចង់ធ្វើឲ្យពុកខុសបំណងមិនទាន់និយាយចប់ផងខ្ញុំបែរក្រោយរួចញឹមយ៉ាងត្រជាក់លើកនេះខ្ញុំនឹងវេកមុខពិតរបស់អ្នកបន្ទាប់មកក៏ឲ្យទូកតូចមួយចេញមកជិះទៅកោះផ្លែពេះតែម្នាក់ឯងសម្លឹងមើលផ្កាពេះពេញកោះក្រេបស្រាបផ្កាពេះបន្តិចទើបអារម្មណ៍ឆេវឆាវក្នុងចិត្តស្ងប់ចុះខ្ញុំត្រូវការសត្វកិច្ចសន្យាបង្កើនវិជាដើម្បីការពារគេដំណើរឪពុកខ្ញុំតែតើឲ្យខ្ញុំទៅរកសត្វដកកំហើយសុំនឹងខ្ញុំនៅឯណាទៅខ្ញុំបានប្រែក្លាយគេដំណើរជាសិភៅគ្រប់លើមុខរបស់ខ្ញុំស្រាប់តែនឹកឃើញរឿងកាលពីក្មេងឪពុកបីខ្ញុំអង្គុយក្នុងសាលធំគាត់អង្អែពុកមាត់និយាយពីសត្វសិល្បវាគឺជាគូប្រលឹងរបស់អ្នកហើយក៏ជាមិត្តរបស់អ្នកដែរតែកុំទុកចិត្តកិច្ចសន្យាខ្លាំងពេកមិត្តអាចក្បត់ខ្ញុំបើកសៀវភៅភ្លាមក្រោកឡើងបើមិត្តអាចក្បត់បានចុះបើឲ្យមិត្តជាផ្នែកនៃខ្លួនខ្ញុំគ្រាន់តែគិតឃើញភ្លាមខ្ញុំទុកចិត្តលែងជាប់រត់ទៅភ្នំភ្លើងយកធៀបភ្លើងរួចទៅអាងឈាមក្រោយភ្នំបក់អាងឈាមនេះជាសាកសពសត្វការពាររត់មិនអស់ក្រោយផ្ដោតអារម្មណ៍រងចាំកន្លងផុត81ថ្ងៃអាងឈាមពុះកញ្ជ្រោលខ្យល់បក់បោកយ៉ាងខ្លាំងពន្លឺផ្កាយជិះចុះពីមេឃហង្សក្រហមហោះចេញមកខ្លួនវាពេញដោយភ្លើងចម្លែកពេលវាមើលមកខ្ញុំក្នុងអាងវាមានទឹកមុខដូចជាខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែបត់ដៃហៅវាស្ដាប់បង្គាប់ដូចដៃជើងខ្ញុំប្រើសាច់ឈាមខ្លួនឯងបង្កើតបានសត្វកិច្ចសន្យាដ៏វិសេសបំផុតវាមិនមែនជាសត្វទេពធម្មតានោះទេវាចាប់កំណើតចេញពីសាច់ឈាមរបស់ខ្ញុំមានទំនាក់ទំនងឈាមជ័រជាមួយខ្ញុំយ៉ាងស្អិតរមួតគិតដល់ចំណុចនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ប្រើប្រាស់ឈាមដើម្បីភ្ជាប់និស្ស័យប្រញាប់ចុះកិច្ចសន្យាជាមួយហង្សឈាមភ្លាមនៅពេលដែលកិច្ចសន្យាបានសម្រេចចិត្តរបស់ខ្ញុំក៏បានធូរស្រាលគ្មាននរណាអាចដណ្ដើមវាពីខ្ញុំបានឡើយសត្វកិច្ចសន្យារើដបស្រាមកផឹកមួយក្អឹបប៉ុន្តែដបស្រានោះបែរជាទេស្អាតនឹកឃើញថាថ្ងៃនេះជាថ្ងៃសប្បាយរីករាយខ្ញុំក៏មានអារម្មណ៍ចង់អបអរសាទរក៏ខ្លែងខ្លួនចុះភ្នំទៅទិញស្រាមកផឹកតែពេលឈានជើងចូលដល់ក្នុងហាងស្រាបែរជាគ្រប់គ្នាផ្អើលជេរគ្នាអំពីអ្នកបង្ហាត់សត្វឈ្មោះស៊ូថងដែលបានចុះកិច្ចសន្យាជាមួយមន្ត្រីនេះពិតជាឥតប្រយោជន៍ខ្លាំងណាស់ចុះកិច្ចសន្យាជាមួយកញ្ជ្រោងក៏គ្រាន់បើជាងដែរព័ត៌មានរបស់អ្នកហួសសម័យអស់ហើយគេគឺជាអ្នកបង្ហាត់សត្វដ៏ពូកែម្នាក់មន្ត្រីនោះបានកើតជាថ្មីក្នុងភ្លើងហើយហៀបនឹងក្លាយជាហង្សឈាមហើយអ្វីទៅហង្សឈាមជាស្ដេចសត្វទេស៊ូថងម្នាក់នេះពិតជាពូកែអស្ចារ្យមែនបើអញ្ចឹងមេបកគួរតែចុះចេញទៅពួកគេក៏នាំគ្នាសាច់សប្បាយកាក់អាយរួចក៏បដូរប្រធានបទនិយាយរឿងផ្សេងវិញខ្ញុំឈរថ្មឹងនៅនឹងកន្លែងត្រជាក់ពេញខ្លួនប្រាណហេតុអ្វីខ្ញុំនឹកឃើញបែបនេះសត្វហង្សឈាមដែលខ្ញុំខំចិញ្ចឹមគេក៏មានមួយដែរខ្ញុំមិនយល់តតែសោះហេតុអ្វីមិនថាខ្ញុំចុះកិច្ចសន្យាសត្វអ្វីចុងក្រោយវាคล้ายជារបស់គេទាំងអស់ខ្ញុំត្រឡប់ទៅបាក់វិញទាំងវិញ្ញាណមិននៅនឹងខ្លួនពេលនោះចាស់ទុំនិងលីវរូយៀនរៀបចំខ្លួនរួចរាល់ដើម្បីទៅការប្រកួតកម្ពុជាអ្នកខ្លាំងស៊ីថងនៅក្បែរលីវរូយៀនយ៉ាងស្និទ្ធស្នាលនិយាយគ្នាយ៉ាងផ្អែមល្ហែមធ្វើឲ្យលីវរូយៀនសាច់សប្បាយស៊ីថងជាក្មេងស្រីដែលលីវរូយៀនរើសមកលីវរូយៀនចិញ្ចឹមនាងរហូតធំមើលថែគ្រប់រឿងមិនឲ្យខ្វះបារម្ភពីនាងជាងបារម្ភពីខ្ញុំទៅទៀតកាលមុនខ្ញុំធ្លាប់ច្រណែនខ្លាំងណាស់គេបែរជានិយាយទាំងញឹមថាប្រកួតជាមួយនាងធ្វើអ្វីស្មានថាគេនឹងយកស៊ីថងធ្វើជាកូនសិស្សមិននឹកស្មានថាគេសុំឪពុកឲ្យទទួលនាងចូលបក់ស៊ីថងក៏ខ្លាយជាសិស្សប្អូនរបស់ពួកយើងក្រោយមកឪពុកបានស្លាប់បាត់ទៅខ្ញុំក៏បានឡើងធ្វើជាមេបកគេតែងតែនិយាយអាក្រក់ពីស៊ីថងប្រាប់ខ្ញុំថានាងគ្មានទេពកោសល្យនឹងខ្ជិលច្រអូសតែដោយសារឃើញនាងតាំងពីតូច
មិនចង់ឃើញនាងពិបាកឡើយដូច្នេះខ្ញុំបានយកចេញពីក្នុងឡានរបស់ពួកយើងនៅអស់សតិបដ៏ស័ក្តិសិទ្ធិជាច្រើនឥតគណនាដើម្បីជួយបង្កើនកម្រិតវិជ្ជាគុណឲ្យស៊ូថងលីវរូយៀនលួចមើលឃើញខ្ញុំកំពុងកាន់ដៃស៊ូថងឈរនៅពីក្រោយខ្នងរបស់គាត់ទីបំផុតឯងត្រឡប់មកវិញហើយតើឯងរកបានសតិបមកចុះកិច្ចសន្យាហើយឬនៅមួយរយៈមុននេះមិនដែលឃើញស្រមោលឯងសោះបារកឃើញហើយចូលហៅវាចេញមកឲ្យពួកចាស់ទុំបានមើលទៅព្រោះថាការប្រកួតកំពុងអ្នកខ្លាំងចិត្តមកដល់ហើយឯងត្រូវតែតំណាងឲ្យបាក់យើងដើម្បីប្រកួតដើម្បីកិត្តិយសរបស់បាក់យើងនៃរបស់គាត់ពោពេញដោយការបារម្ភហាក់ដូចជាត្រឡប់មកជាមនុស្សដែលខ្ញុំស្គាល់វិញពេលពួកចាស់ទុំមួយគាត់និយាយបែបនេះនៃគ្រប់គ្នាបានសម្លឹងមកលើរូបខ្ញុំខ្សែភ្នែកទាំងនោះពោពេញដោយការសង្ស័យដោយការពិជាតិមុនគ្មានខុសឡើយខ្ញុំក៏បានកុហកទាំងមិនដឹងខ្លួនថារកឃើញហើយប៉ុន្តែខ្ញុំមានអារម្មណ៍ថាវានៅខ្វះខាតអ្វីម្យ៉ាងហើយនេះហើយទើបមិនទាន់ចុះកិច្ចសន្យាសំឡេងសើចបានបំបែកភាពស្ងប់ស្ងាត់បងប្រុសមិនដឹងថាសត្វទេពបែបណាទើបអាចធ្វើឲ្យបងពេញចិត្តមិនដូចជាខ្ញុំទេគឺងាយនឹងស្កប់ស្កល់ណាស់ប៉ុន្មានថ្ងៃមុនខ្ញុំឡើងភ្នំជួបមាន់ព្រៃមួយក្បាលឃើញថាគួរឲ្យស្រឡាញ់ក៏ចុះកិច្ចសន្យាជាមួយវាទៅបងប្រុសមានចំណេះដឹងសត្វទេពពីលោកគ្រូជួយពិនិត្យមើលសត្វកិច្ចសន្យាមួយក្បាលនេះបន្តិចមើលតើវាស័ក្តិនឹងខ្ញុំដែរទេគាត់ញញឹមដាក់ខ្ញុំបន្តិចរួចហើយសត្វសន្យាចេញមកអណ្ដាតភ្លើងក្តៅគប់បក់មករូបរាងពណ៌ឈាមលេចឡើងព្រឹមខ្ញុំមានអារម្មណ៍ត្រជាក់ដល់ឆ្អឹងស្រពន់ពេញខ្លួនប្រានតែម្ដងឈរថ្មឹងនៅមួយកន្លែងសត្វដែលស៊ូជីហៅមកគឺជាហងឈាមខ្ញុំសិស្សច្បងគ្មានដងគ្រប់គ្រាន់ទេទើបត្រូវយកសាច់ឈាមមកចិញ្ចឹមសត្វមិននឹកស្មានថាវាខ្លាយជាបែបនេះវាជាផ្នែកមួយនៃសាច់ឈាមខ្ញុំបញ្ជាវាបានស្រួលដូចប្រើដៃអញ្ចឹងសិស្សច្បងគិតថាសត្វនេះយ៉ាងម៉េចស៊ូថងឯងមានដងខ្ពស់ណាស់កុំបង្អាប់ខ្លួនឯងអីខ្ញុំរងាខ្លាំងណាស់អូសិស្សច្បងកាត់អីហ្នឹងភ្លេចទៅខ្ញុំមិនទាន់ដាក់ឈ្មោះឲ្យវាទេវាមានពណ៌ក្រហមឆ្អៅអញ្ចឹងហៅវាថាហងឈាមទៅចុះខ្ញុំសម្លឹងមើលហងដ៏អង្អាចនោះក៏ដើរទៅមើលឲ្យចិត្តបន្តិចស្រាប់តែវាព្រោះភ្លើងដាក់ខ្ញុំស្ទើរតែរលាកខូចមុខអស់ទៅហើយសិស្សច្បងមិនក៏ប៉ះសត្វគេផ្ដេសផ្ដាសសិស្សច្បងស្រីមើលគាត់ចុះស៊ូថងពេបមាត់អប់ដៃធ្វើចរិតក្មេងវាធំធាត់ដោយសារសាច់ឈាមខ្ញុំហេតុអីខ្លាចជាសត្វរបស់អញទៅវិញខ្ញុំស្រែកជេរក្នុងចិត្តយ៉ាងខ្លាំងបានត្រឹមខំធ្មេញសង្កត់ចិត្តមិនហ៊ានបញ្ចេញបើខ្ញុំឆ្លុះជាមួយគេនៅចំពោះមុខអ្នករាល់គ្នាច្បាស់ជាត្រូវគេជេរប្រតិចដូចជាតិមុនមិនខានខ្លាចជាចោរលួចសត្វសក្ការៈរបស់អ្នកដទៃជាមនុស្សថោកទាបដែលបាក់មិនអាចទទួលយកតែមិនថាខ្ញុំចុះកិច្ចសន្យានឹងសត្វអ្វីក៏ដោយវានឹងខ្លាចជារបស់ស៊ីវតុងទាំងអស់មែនទេតែការខិតខំរបស់ខ្ញុំទាំងអស់នេះគឺដើម្បីតែជួយលើកមុខមាត់គេមែនទេភាពអស់សង្ឃឹមដ៏ត្រជាក់បានមកចំរោមខ្ញុំធ្វើឲ្យខ្ញុំស្ទើរថប់ដង្ហើមល្មមហើយអូនប្រុសកុំមកបង្កបញ្ហាអីគាត់អង្អែលក្បាលគេដោយក្តីស្រឡាញ់រួចក៏ងាកមកសម្លឹងមើលរូបខ្ញុំកុំលាក់លៀមអីទៀតអីជាមេបកហេតុអ្វីអៀនជាងប្អូនប្រុសទៅទៀតការប្រកួតធំរបស់បាក់ចិត្តមកដល់ហើយឆាប់បញ្ចេញសត្វសក្ការៈមកឲ្យពួកយើងមើលពួកព្រឹទ្ធាចារ្យចាប់ផ្ដើមនិយាយឡើងប៉ុន្តែក្រសែភ្នែករបស់ពួកគេបង្ហាញច្បាស់ថាមិនទុកចិត្តលើខ្ញុំឡើយព្រោះមានហងឈាមជាស្ដេចសត្វទៅហើយពួកគេមិនខ្វល់ថាខ្ញុំមានសត្វអ្វីឡើយខ្ញុំសម្លឹងមើលហងឈាមមិនដាក់ភ្នែកមិនយល់សោះខ្ញុំរៀបចំគ្រប់យ៉ាងអស់ហើយហេតុអ្វីវានៅតែទទួលគេជាម្ចាស់ដដែលពួកព្រឹទ្ធាចារ្យឲ្យឃើញខ្ញុំភាំងស្មារតីគិតថាខ្ញុំគ្មានសត្វណាល្អជាងរបស់ស៊ីវតុងសិស្សច្បងគុំនៅផ្លឹកទៀតអីបើគ្មានសត្វសក្ការៈទេនោះអ្នកនៅតែជាមុខមាត់របស់បាក់អញពិតជាខូចមែនកុំបង្អាប់សិស្សច្បងអញអីលីវរូយៀនបែរមកដកដង្ហើមធំដាក់ខ្ញុំទឹកមុខនាងពោពេញដោយការខកចិត្តមិននឹកស្មានថាឯងមិនខ្វល់ពីឋានៈសោះឲ្យអ្នកមានសមត្ថភាពផ្សេងធ្វើជំនួសចោះសម្លឹងមើលក្រុមមនុស្សដែលដើរចេញទៅខ្ញុំក្តាប់ដៃយ៉ាងណែនស្ទុះទៅអាំងឈាមហើយហងព្រើចេញមករួចក៏ច្របាច់ក៏វាឲ្យងាប់បើវាមិនមែនជារបស់ខ្ញុំបំផ្លាញវាចោលឲ្យអស់ទៅល្អជាងហងស្រែកយំយ៉ាងខ្លាំងមេឃដីប្រែពណ៌ភ្លាមសំឡេងផ្គរលាន់ភ្លៀងក៏ធ្លាក់យ៉ាងខ្លាំងហងព្រើក៏រលាយបាត់ពីលោកនេះសម្លឹងមើលធ្លុកឈាមនៅលើដីខ្ញុំងើបមុខសើចយ៉ាងខ្លាំងហាចាំមើលឯងយកអ្វីទៅប្រកួតខ្ញុំត្រឡប់ទៅប៉ាក់វិញមិននឹកស្មានថាលីវរូយៀនទើបចេញទៅស្រាប់តែសម្រុកចូលមកវិញតើឯងឈួតមែនទេហ៊ានសម្លាប់សត្វកិច្ចសន្យាខ្លួនឯងទៀតអាល្ងងខ្លៅបំផុតស្អែកដល់ថ្ងៃប្រកួតធំហើយបើឯងគ្មានសត្វកិច្ចសន្យាទេខ្ញុំនឹងឲ្យចាស់ទុំដេញឯងចេញខ្ញុំមើលទៅអ្នកពិតជាអស់សង្ឃឹមហើយមិនក៏ដឹងថាខ្ញុំសម្លាប់សត្វកិច្ចសន្យាខ្លួនឯងអំបញ្ញមិញខ្ញុំថាមិនទាន់មានកិច្ចសន្យាតើខ្ញុំជាគូជីវិតដែលចុះកិច្ចសន្យាប្រលឹងជាមួយអ្នកមិនក៏មិនដឹងថាមានរឿងអ្វីកើតឡើងលើអ្នកនៃរបស់ខ្ញុំស្រអាប់មើលមិនច្បាស់កិច្ចសន្យាគូជីវិតមិនបំពេញសិលធម៌ប្តីប្រពន្ធខ្ញុំនិងគេគឺជាមនុស្សជិតស្និទ្ធបំផុតគឺដោយសារតែដឹងពីស្លាកស្នាមនេះទើបខ្ញុំជឿជាក់លើរូបគេតែឪពុកថាគុំជឿលើកិច្ចសន្យាខ្លាំងពេកឃើញខ្ញុំរឹងរូសមិនព្រមស្ដាប់ការណែនាំគាត់ក៏បន្ទន់សម្លេងមកវិញខ្ញុំបារម្ភខ្លាចអ្នកបាត់បង់តំណែងមេបកបាត់បង់មរតករបស់ឪពុកអ្នកបើកើតមានចិត្តអាក្រក់នឹងទៅមិនឆ្ងាយទេទើបបានជាខ្ញុំប្រញាប់បែបនេះខ្ញុំធ្វើនេះគឺដើម្បីល្អសម្រាប់អ្នកទេហេតុអ្វីអ្នកមិនព្រមស្ដាប់តតែសោះល្មមហើយថ្ងៃនេះយើងចុះកិច្ចសន្យាសត្វថ្មីគាត់និយាយបណ្ដាបំរុងនឹងអបខ្ញុំបណ្ដាដូចរាល់ដងប្រសិនបើខ្ញុំខឹងគាត់នឹងមកអបលុងលំខ្ញុំនិយាយផ្អែមល្ហែមលួងចិត្តខ្ញុំរហូតដល់ខ្ញុំបាត់ខឹងតែពេលគិតដល់ភាពស្និទ្ធស្នាលរបស់គេនឹងសិស្សប្អូនខ្ញុំមានអារម្មណ៍ថាខ្ពើមរអាំណាស់អំបញ្ញមិញប្រាប់ឲ្យខ្ញុំចុះចេញពីតំណែងឥឡូវបែរជាឲ្យខ្ញុំរក្សាតំណែងមេបកលីវរូយ៉ានតើឯងមានជីវិតប៉ុន្មានខ្ញុំមានកម្រិតវិជ្ជាខ្ពស់ជាងគេគេមិនទាន់ឡើយទេមុខហើមក្រហមភ្លាមភ្នែកគេប្រែជាខ្មៅងឹតមិនទាន់ទាំងនិយាយផងវាត្រូវគេបុកពីខាងក្រៅឃើញប្អូនប្រុសសក់កញ្ញចោងរត់ចូលមកទាំងហត់ដង្ហត់គេចូលមកស្ដីបន្ទោសសិស្សច្បងឯងពិតជាសាហាវពេកហើយឯងហ៊ានសម្លាប់សត្វសន្យាខ្លួនឯងនៃគេឡើងក្រហមងាំងដូចខ្ញុំធ្វើរឿងអាក្រក់ខ្លាំងណាស់ដូចជាចង់មកខាត់ខាំងខ្ញុំដើម្បីការប្រកួតនៅថ្ងៃស្អែកឯងរកសត្វទឹកមួយទៀតទៅពិតមែនហើយសិស្សច្បងកុំប្រកាន់ខឹងច្រើនពេកអីខ្ញុំមើលគេនិយាយអូសក្រឡាមានហងឈាមគឺគ្រប់គ្រាន់ហើយព្រោះខ្ញុំមិនចូលចិត្តដណ្ដើមឡើយមើលទឹកមុខពួកគេប្រែពណ៌
ខ្ញុំមានអារម្មណ៍ល្អណាស់រួចក៏ស្ទុះចេញពីបន្ទប់ពួកគេក៏ប្រញាប់ដេញតាមហើយសួរថាខ្ញុំទៅណាខ្ញុំសើចខ្លាំងថាគ្មានន័យទេទៅរកអីសប្បាយធ្វើវិញរួចនៅចំពោះមុខអ្នកទាំងពីរក៏លោតចូលក្នុងជ្រលងសត្វសាហាវ